ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋកូរ៉េខាងជើងបានរាយការណ៍នាថ្ងៃច័ន្ទទី26ខែមករាមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានអបអរសាទរមេដឹកនាំវៀតណាមលោកតូលឹមដែលជាប់ឆ្នោតឡើងវិញក្លាយជាប្រធានគណៈបកកាន់អំណាចដោយបង្ហាញទំនុកចិត្តថាកិច្ចសហប្រតិបត្តិការទ្វេភាគីនិងអភិវឌ្ឍលើគ្រប់វិស័យនានាយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េ CNA លោកគីមបានផ្ញើសារមួយនេះកាលពីថ្ងៃសុក្រសប្តាហ៍មុនហើយនៅថ្ងៃដដែលនោះលោកលឹមបានជាប់ឆ្នោតឡើងវិញជាអគ្គលេខាធិការនៃបកកុម្មុយនីសកាន់អំណាចសម្រាប់រយៈពេល5ឆ្នាំដែលនេះជាការពង្រឹងឋានៈរបស់លោកជាបុគ្គលដែលមានអំណាចបំផុតក្នុងប្រព័ន្ធនយោបាយក្នុងប្រទេសមេដឹកនាំកូរ៉េខាងជើងត្រូវបានគេដកស្រង់សម្ដីប្រាប់លោកលឹមថាការទទួលយកភារកិច្ចសំខាន់របស់លោកជាអគ្គលេខាធិការគឺជាការបង្ហាញពីទំនុកចិត្តយ៉ាងជ្រាលជ្រៅរបស់សមាជិកគណៈបកទាំងអស់របស់អ្នកនិងប្រជាជនវៀតណាមមកលើអ្នកលោកគឹមក៏បានសម្ដៅលើកិច្ចព្រមព្រៀងមួយដែលសម្រេចជាមួយលោកតូលឹមកាលពីឆ្នាំមុនដោយបង្ហាញពីជំនឿថាទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាងគណៈបកទាំងពីរនិងប្រទេសទាំងពីរដែលមានប្រវត្តិសាស្ត្រនិងប្រពៃណីយូរអង្វែងនិងពង្រីកនិងពង្រឹងនិងអភិវឌ្ឍយ៉ាងច្រើនលើគ្រប់វិស័យលោកលឹមគឺជាមនុស្សម្នាក់ក្នុងចំណោមមេដឹកនាំរដ្ឋជាច្រើនដែលបានទៅទស្សនកិច្ចប្រទេសកូរ៉េខាងជើងកាលពីខែតុលាឆ្នាំ2025ដោយចូលរួមក្បួនដង្ហែយោធាមួយរំលឹកខួបទី80នៃការបង្កើតគណៈបកកាន់អំណាចរបស់ខ្លួនលោកគឺជាមេដឹកនាំកម្ពុជាវៀតណាមដំបូងគេដែលបានទៅទស្សនកិច្ចប្រទេសកុម្មុយនីសចាប់តាំងពីឆ្នាំ2007កាលនោះអ្នកទាំងពីរធ្វើកិច្ចពិភាក្សាកម្ពុជាដោយយល់ព្រមពង្រឹងផ្លាស់ប្ដូរកម្រិតខ្ពស់និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតខ្ពស់មួយផ្សេងទៀត